តាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងអនុវត្តលំហាត់ទៀតគឺលំហាត់គេឲ្យយើងប្រៀបធៀបរូបភាពតាយើងអានប្រធានមកក្នុងចំណោមរូបខាងក្រោមតើរូបមួយណាមានមុំម៉ងធំជាងគេគេសួរធំជាងគេតូចជាងគេនិងមានមុំម៉ងកម្លាំងស្មើគ្នាអញ្ចឹងគឺមានរូប4រូបកខគោខសម្រាប់ឲ្យយើងមើលយើងដើម្បីរកវាតើយើងប្រៀបធៀបយ៉ាងម៉េចដឹងថាធំឬតូចគឺយើងរកតាមរូបមន្តមុំម៉ងរបស់យើងមករកមុំម៉ងមួយឥឡូវកគណនាមុំម៉ងគឺ m ស្មើ s គុណ d យើងស្រង់សមត្ថកម្មមក s ស្មើ3កម្លាំងរបស់រូបកហើយកម្លាំងរបស់វាកែងនឹងប្រវែងខ្នាស់គេប្រាប់មកគឺ d ស្មើនឹង5ចឹងយើងយក5គុណនឹង3មកយើងបាន15 Newton ម៉ែត្រព្រោះຂະຫນាត m គិតជា Newton ម៉ែត្រយើងមើលរូបខមកគឺកម្លាំងគេប្រាប់មកគឺ5 Newton ហើយចម្ងាយ d កែងនឹងកម្លាំងហ្នឹងគឺ3ម៉ែត្រអញ្ចឹងយើងរកតាមរូបមន្តដដែលកន្លែងនេះអ្នកគ្រូអត់ទៅសេសារថ្មីទេយើងទៅសេជំនួសរូបមន្តតែម្ដងគឺ m ស្មើ s គុណនឹង d អញ្ចឹង m ស្មើ5 Newton s ហើយ d យើងគឺ3ម៉ែត្រអញ្ចឹង3គុណនឹង15 3គុណនឹង5មកយើងបាន15 Newton ម៉ែត្ររូបទី3គេមានកម្លាំង12 Newton ហើយប្រវែងដៃខ្នោះហ្នឹងកែងនឹងកម្លាំងដែរគឺ d ស្មើនឹង1ម៉ែត្រអញ្ចឹងគោយើងជំនួសរូបមន្តដាក់តែម្ដងមកគឺ m ស្មើ s គុណ d m យក12 n គឺ s ស្មើ12គុណនឹង d យើងគឺ1ម៉ែត្រគុណមកយើងស្មើនឹង12 Newton ម៉ែត្ររូបខវិញម្ដងរូបខក៏រកដូចគ្នាដែរគឺ m ស្មើនឹង s គុណនឹង d m ស្មើនឹង3 Newton គឺ s គេប្រាប់មក3 Newton គុណនឹងប្រវែងខ្នោះ4អញ្ចឹងយើងគុណមក4 3ដងបានគឺ12 Newton ម៉ែត្រអញ្ចឹងយើងរកឃើញទាំងអស់ហើយយើងដឹងចំនួនមួយណាធំមួយណាតូចហើយយើងប្រៀបធៀបបានហើយអញ្ចឹងយើងឃើញថារូបកឃើញ15 Newton ម៉ែត្ររូបខគឺ15 Newton ម៉ែត្រគោគឺ12 Newton ម៉ែត្រខគឺ12 Newton ម៉ែត្រអញ្ចឹងយើងប្រៀបធៀបមកអញ្ចឹងកម្លាំងមុំម៉ងដែលធំហើយតូចជាងគេគោនិងខហើយកម្លាំងដែលស្មើគ្នាមុំម៉ងស្មើគ្នាមានកខកម្លាំងស្មើគ្នាក៏គោខអញ្ចឹងយើងដាក់មកដូចនេះមកមុំម៉ងធំជាងគេគឺរូបកនិងរូបខហើយតូចជាងគេគឺគោនិងខហើយមុំម៉ងស្មើគ្នាគឺមានកនិងខស្មើគ្នារូបគោនិងខស្មើគ្នាអរគុណវីដេអូយើងគឺចាប់តែប៉ុណ្ណឹងហើយជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន